ជាបន្តទៅនេះអនុញ្ញាតឲ្យខ្ញុំសូមសម្ដែងនៅការវិតម្លៃខ្ពស់ចំពោះការខិតខំរបស់រាជរដ្ឋាភិបាលដែលបានចាត់តាំងរៀបចំកិច្ចការងារនេះដ៏រហ័សសម្រាប់ខ្ញុំជាអតីតនាយករដ្ឋមន្ត្រីហើយពេលនេះជាប្រធានប្រតិភិននិងកំពុងតែធ្វើជាប្រមុខរដ្ឋស្ដីទីក្នុងពេលដែលអវត្តមានព្រះមហាក្សត្រខ្ញុំពិតជាមានការភ្ញាក់ផ្អើលដែលរាជរដ្ឋាភិបាលដែលដឹកនាំដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្នបានធ្វើសកម្មភាពយ៉ាងឆាប់រហ័សតាមរយៈគណៈកម្មការចំពោះកិច្ចដែលមានឯកឧត្តមគុណគីមទេសរដ្ឋមន្ត្រីគុណគីមធ្វើជាប្រធានហើយដែលក្រុមការងារដែលដឹកនាំដោយឯកឧត្តមអ៊ុំរាត្រីអបាខេតដែលបានធ្វើរបាយការណ៍មិញនេះគឺបង្ហាញឲ្យឃើញថារាជរដ្ឋាភិបាលមិនបង្ងើយកតើយចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនោះទេយើងពិតជាបានយកចិត្តទុកដាក់និងធ្វើសកម្មភាពហើយខ្ញុំក៏សូមបញ្ជាក់ថាការពិតបងប្អូនមកដល់ទីនេះក្រោយខ្ញុំទេខ្ញុំមកដល់តាំងពីមិនតាន់មេឃភ្លឺក៏ប៉ុន្តែខ្ញុំទៅដើរតាមខ្នងផ្ទះមួយចំនួនមិញហ្នឹងគឺខ្ញុំចូលទិញថ្នាំពេទ្យចូលកន្លែងសម្ពុកាហ្វេក៏មានខ្ញុំចូលមើលនេះពិតគេហៅថាជនភេសកចំនួនថ្មីឬហៅថាជនភេសកសម័យដេជោធិបតីវាខុសពីជនភេសកកាលពីទសវត្សរ៍ឆ្នាំ70សង្គ្រាម75ហើយជាពិសេសគឺបន្តមកទៀតគឺភេសកក្នុងដំណាក់កាលដែលកម្ពុជាកំពុងមានការប្រយុទ្ធគ្នាផ្ទះអំបញ្ញមិញនេះខ្ញុំពិតជាមោទនភាពជាមួយនឹងការខិតខំទាំងឡាយនៃគ្រប់តួអង្គពាក់ព័ន្ធតែក្នុងនោះផ្ទះដែលបានធ្វើហើយគឺត្រូវបានកែលម្អត្រូវបានទាញទឹកចូលដល់ផ្ទះហើយគេកំណត់ហើយបើសិនជាយើងមិនចង់បង់ថ្លៃលុយបន្ថែមយើងប្រើទឹកកុំឲ្យច្រើនពេកទៅហើយបើមិនចង់បង់លុយបន្ថែមយើងប្រើភ្លើងឲ្យគ្រប់ទៅមកគេកំណត់នឹងបានហើយ50គីឡូវ៉ាត់30ហើយទឹក20000បើលើសពី20000បងអញ្ចឹងទៅយើងប្រើដល់សន្សំចៃហេតុអីបានជាមានរឿងកើតឡើងសម្រាប់ប្រទេសរបស់យើងក្នុងឋានៈជាអតីតនាយករដ្ឋមន្ត្រីខ្ញុំមានការទទួលខុសត្រូវមួយដោយសូមអភ័យទោសពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេសអំពីការដែលខ្ញុំជឿទុកចិត្តគេពេកដោយខ្វះការត្រៀមរៀបចំគ្រប់គ្រាន់សម្រាប់អ្នកបន្តវេនទាំងអស់គ្នាបានដឹងហើយថាប្រទេសនេះខ្ញុំបានដឹកនាំប្រទេសនេះពីសង្គ្រាមបែកបាក់មួយមកកាន់ប្រទេសដែលមានសន្តិភាពមួយពេញលេញចំនួននេះកាលពីដើមរូបថតមួយដែលគេចំណាំតែបង្ហោះតែមានរូបថតឯដើមកែកំយ៉ានឯដើមសិនសុងគឺដូចជាយើងទៅបាញ់ BM21 នៅតាណាស្វាយជេកហើយបាញ់ទៅបឹងតកួនហើយទៅកាន់នេះបឹងតកួនកាលពេលនោះគឺកងទ័ពរបស់គណៈសេរបស់ប្រជាពលរដ្ឋខ្មែរដែលហៅថា KP រូបភាពនោះគឺរូបភាពនៅក្នុងឆ្នាំ1990ចឹងពេលនោះប្រទេសរបស់យើងនៅមានសង្គ្រាមហែកហួរគ្នាប៉ុន្តែតាមរយៈនយោបាយឆ្នេរនេះគឺយើងបង្កើតឲ្យមានស្ថានភាពនៃប្រទេសមួយដែលមានតំបន់ត្រួតត្រាមួយ
ទន្ទឹមនឹងនោះខ្ញុំដាក់ចេញគោលដៅសំខាន់ពីរក្រោយបានឯកភាពទឹកដីហើយខ្ញុំបានដាក់ចេញនៅគោលដៅពីរសំខាន់គោលដៅទី1ប្រែក្លាយតំបន់អតីតសមរភូមិឲ្យទៅជាតំបន់អភិវឌ្ឍដូចជាតំបន់ដែលយើងមានជាបឹងតកួនជាជោគជ័យជាព្រៃច័ន្ទអីជាដើមឲ្យក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍតំបន់ជាច្រើននៅទូទៅប្រទេសសុទ្ធតែក្លាយទៅជាតំបន់អភិវឌ្ឍមិនមែនគ្រាន់តែកន្លែងហ្នឹងទេគ្រប់ទីកន្លែងទាំងអស់ដែលធ្លាប់តែប្រយុទ្ធគ្នាឲ្យក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍគោលដៅទី2គឺប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងឲ្យទៅជាព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍអញ្ចឹងគោលដៅធំទាំងពីរនេះយើងបានខិតខំធ្វើជាមួយវៀតណាមយើងបានដោះស្រាយព្រំដែនរហូតទៅដល់ 84% និងនៅសល់ប្រមាណ%ទៀតកំពុងតែដោះស្រាយជាមួយគ្នាជាមួយឡាវយើងបានដោះស្រាយជាមួយគ្នាទៅដល់ 86% ជាមួយថៃទោះបីថាមិនតាន់បានធ្វើអីជាមួយគ្នាច្រើនក៏ដោយក៏ប៉ុន្តែយើងបានសម្រួលគ្នាហើយបង្កើតទំហំពាណិជ្ជកម្មរវាងកម្ពុជាថៃឡើងដល់ជាង 10,000 លានថៃនាំចូលមកស្រុកខ្មែរមួយឆ្នាំប្រមាណជាង 10,000 លានយើងនាំទៅថៃបានត្រឹមតែ 1,100 លានទេសម្រាប់កម្ពុជាជាមួយវៀតណាមយើងបានធ្វើឲ្យទំហំពាណិជ្ជកម្មកាលពីឆ្នាំកន្លងផុតទៅនេះវាលើស 10,000 លានយើងត្រូវចុះហត្ថលេខាជាមួយវៀតណាមហើយតម្លើងកម្រិតទៅដល់100ទៅដល់ 20,000 លានអញ្ចឹងទេចំណុចទាំងនេះបង្ហាញអំពីការយកចិត្តទុកដាក់របស់យើងទៅលើកិច្ចសហប្រតិបត្តិការជិតខាងល្អចំនួនទោះបីថាកាលឆ្នាំ 2008 រហូតដល់ឆ្នាំ 2011 និង 2013 មានបញ្ហាបន្ទុះសារាយនៅឯប្រាសាទព្រះវិហារនៅឯខេត្តឧត្តរមានជ័យប៉ុន្តែយើងមិនរីករាលដាលទូទាំងព្រំដែនទេហើយក៏មិនរីករាលដាលទូទាំងពីវិស័យយោធាទៅកាន់វិស័យសេដ្ឋកិច្ចសង្គមគិច្ចនិងពីទំនាក់ទំនងដទៃទៀតដែរដោយសារការជឿទុកចិត្តនេះហើយព្រោះខ្ញុំជាមួយប្រយុទ្ធច័ន្ទអូចាអតីតនាយករដ្ឋមន្ត្រីនៃប្រជាជាតិថៃពីឆ្នាំ 2014 រហូតដល់ឆ្នាំ 2023 រយៈពេល 9 ឆ្នាំបានធ្វើការជាមួយគ្នាយ៉ាងល្អដន់ខ្ញុំជាមួយអាដាមអតីតនាយករដ្ឋមន្ត្រីប្រយុទ្ធច័ន្ទអូចាបានធ្វើដំណើររួមគ្នាទៅលើរថភ្លើងឆ្លងកាត់ប៉ោយប៉ែតដែលបង្ហាញពីការតភ្ជាប់ខាងមួយផ្នែកគឺស្ទឹងបត់តែមួយខាងទៀតភ្លើងដែកសម្រាប់ការតភ្ជាប់ដោយសារការជឿទុកចិត្តនេះហើយបានជាខ្ញុំក្នុងឋានៈជានាយករដ្ឋមន្ត្រីដែលមានអំណាចពេញលេញគឺមិនបានត្រៀមរៀបចំណាមួយសម្រាប់ការប្រយុទ្ធទេអញ្ចឹងពេលដែលមានសភាពការគឺយើងនេះជាកំហុសរបស់ខ្ញុំមិនមែនជាកំហុសនាយករដ្ឋមន្ត្រីបច្ចុប្បន្នទេជាកំហុសរបស់ខ្ញុំដែលខ្ញុំខ្វះការត្រៀមរៀបចំខ្លួនដើម្បីការប្រយុទ្ធមួយប៉ុន្តែទោះបីយ៉ាងណាក៏ដោយយើងក៏បានទប់ទល់សភាពការនៃសង្គ្រាមនេះហើយខិតខំដោះស្រាយដោយសន្តិវិធីមានបញ្ហាខ្លះយើងត្រូវហ៊ានទទួលខុសត្រូវទៅលើបញ្ហាអតីតកាលដែលខ្លួនបានសាងខ្លួនខ្ញុំដោយសារតែជឿទុកចិត្តគេពេកអញ្ចឹងសមត្ថភាពផ្នែកអាវុធយុទ្ធភ័ណ្ឌគឺហាក់ដូចជាថាវាស្រឡាញ់លុយពេកចង់យកលុយទៅធ្វើស្ពាតចង់លុយទៅធ្វើផ្លូវចង់យកលុយទៅធ្វើនេះធ្វើនោះ
ធ្វើមន្ទីរពេទ្យធ្វើសាលារៀនព្រោះក៏ភ្លើងម្ដងក្របជួនកាលមកក្របតម្លៃរាប់សិបម៉ឺនក៏មានដែរហើយតម្លៃក៏នៅក្របខ្ញុំនិយាយពីក្របបាញ់ធម្មតា BM 21កាលពីមុននេះត្រឹមតែ$1,200ទេឥឡូវ$4,000ក្នុងមួយក្របនោះក្នុងមួយក្របអញ្ចឹងទេដោយសារតែចង់សន្សំលុយដើម្បីទៅយកបង្វែរឲ្យការចំណាយវិស័យយោធាទៅកាន់វិស័យសង្គមកិច្ចនិងអប់រំជាពិសេសគឺវិស័យសុខាភិបាលនិងអប់រំដល់ទៅពេលមានការគឺយើងបែរជាយុទ្ធភ័ណ្ឌរបស់យើងវាមិនគ្រប់គ្រាន់វាមិនគ្រប់គ្រាន់ប៉ុន្តែយ៉ាងណាក៏ដោយយើងអត់ចង់យើងនិយាយរួមមិនចាំយើងមិនគិតថាវាមានសង្គ្រាមឈ្លានពានមួយកើតឡើងលើទៅទូទាំងព្រំដែនរាលដាលតាំងពីមុំ3រហូតទៅដល់មាត់សមុទ្រយើងមិនគិតថាវាមានរឿងនឹងកើតឡើងទេនេះគឺតាត្រៀមរៀបចំជំនុំប៉ុន្តែឥឡូវរឿងវាបានកើតហើយខ្ញុំមិនចង់និយាយថយក្រោយច្រើនពេកទេប៉ុន្តែថ្ងៃនេះខ្ញុំមានសារពិសេសជូនចំពោះប្រជាពលរដ្ឋកម្ពុជាទាំងអស់ទាំងនៅទីនេះនិងនៅទូទាំងប្រទេសដែលនឹងមានការផ្សព្វផ្សាយនៅទូទលំទលាយនៅក្នុងប្រទេសក៏ដូចជាទៅក្រៅប្រទេសពិតមែនតែខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីតទៅទៀតក៏ប៉ុន្តែយ៉ាងហោចណាស់ពេលនេះខ្ញុំជាប្រមុខរដ្ឋស្ដីទីហើយក៏ជាប្រធានគណៈបកកណ្ដាលអំណាចមួយដែរដែលជានិច្ចកាលត្រូវធ្វើការជាប់ជាមួយនឹងនាយករដ្ឋមន្ត្រីមិនមែនជាបញ្ហាឪឬកូនទេក៏ប៉ុន្តែរឿងវាបែបនេះក្នុងរចនាសម្ព័ន្ធអំណាចបើទោះបីខ្ញុំមិនមែនជាប្រមុខរដ្ឋស្ដីទីខ្ញុំជាប្រធានព្រឹទ្ធសភាក៏នៅតែខ្ញុំមានលទ្ធភាពដើម្បីនឹងពិភាក្សាអំពីកិច្ចការទាំងអស់នេះឥឡូវដំបូងខ្ញុំចង់ប្រសិទ្ធនាមហេតុអីបានយើងត្រូវកសាងផ្ទះនេះតើផ្ទះនេះភូមិនេះគួរដាក់ភូមិអីខ្ញុំសំណូមពរចេះយើងមិនមែនធ្វើភូមិនេះហើយយើងបោះបង់ចោលការទាមទារដីរបស់យើងទេភូមិនេះខ្ញុំសូមស្នើដាក់ថាជាភូមិរងចាំភូមិរងចាំអញ្ចឹងសូមបែងចែកប្លុកទៅភូមិរងចាំទី1ភូមិរងចាំទី2ភូមិរងចាំទី3ភូមិរងចាំទី4ព្រោះភូមិវាធំណាស់4ម៉ែត្រខ្លះ4គីឡូ4ជ្រុងសូមអរគុណហើយដល់កែកម្យ៉ាងដែលបានផ្ដល់ដីនេះសម្រាប់ការសាងសង់ហេតុផលខ្ញុំមានន័យរបស់ខ្ញុំមិនមែនបងប្អូនមករស់នៅនេះទីនេះហើយយើងមិនទាមទារដីរបស់យើងត្រឡប់មកវិញទេដីរបស់យើងគឺយើងត្រូវទាមទារត្រឡប់មកវិញប៉ុន្តែថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំត្រូវបកស្រាយដោយចំហនាយករដ្ឋមន្ត្រីបាននិយាយហើយថាដោះស្រាយដោយសន្តិវិធីមិនថានាយករដ្ឋមន្ត្រីទេសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិសុទ្ធតែបានបញ្ជាក់ថាការដោះស្រាយដោយសន្តិវិធីតើសន្តិវិធីនេះវាយ៉ាងម៉េចឥឡូវយើងកំពុងតែបាត់បង់ផ្ទះសម្បែងដីធ្លីមួយចំនួនដែលទាហានថៃកំពុងកាន់កាប់យើងមិនបានទទួលស្គាល់នៅការប្រើប្រាស់កម្លាំងដើម្បីកាន់កាប់ទេចំណុចនេះគឺជាចំណុចដែលនៅលើពិភពលោកអត់មាននរណាប្រើប្រាស់កម្លាំងដើម្បីនឹងកំណត់ព្រំដែនទេនៅលើព្រំដែនទេឥឡូវជំរឿនមានតែពីរទេខ្ញុំសូមឲ្យបងប្អូននៅទីនេះក្តីនៅទូទាំងប្រទេសក្តីនិងបងប្អូននៅក្រៅប្រទេសក្តីសិក្សាឲ្យបានច្បាស់
ហើយធ្វើសមាធិឲ្យបានច្បាស់ទៅលើការដោះស្រាយដំណោះស្រាយតើយើងយកដំណោះស្រាយមួយណាមានការជ្រើសរើសតែពីរទេមួយគឺការប្រើប្រាស់កម្លាំងដើម្បីវាយយកត្រឡប់មកវិញហើយមួយទៀតការដោះស្រាយដោយសន្តិវិធីពួកយល់និយមខ្មែរមួយចំនួននៅក្រៅប្រទេសចង់ណាស់ឲ្យយើងប្រើប្រាស់កម្លាំងដើម្បីវាយកាន់កាប់ត្រឡប់មកវិញប៉ុន្តែខ្ញុំសូមសួរបងប្អូននៅទីនេះតើចង់មានសង្គ្រាមសាជាថ្មីឬអត់សូមលើកដៃមើលឥឡូវអ្នកណាខ្លះចង់ឲ្យវាយឥឡូវនឹងសូមសួរអ្នកណាខ្លះចង់ឲ្យប្រើប្រាស់កម្លាំងសូមបញ្ជាក់ខ្ញុំជាអតីតទាហានតាំងពីអាយុ18ឆ្នាំរហូតដល់ពេលនេះខ្ញុំនៅតែជាតួអង្គម្នាក់ក្នុងចំណោមតួអង្គដែលមានឥទ្ធិពលទៅលើកម្លាំងប្រអាវុធក៏ប៉ុន្តែរឿងនេះយើងត្រូវឃើញឲ្យច្បាស់ជាមុនតើយើងត្រូវយកតាមការញុះញង់របស់ពួកជននិយមនៅក្រៅប្រទេសទេឥឡូវខ្ញុំសូមបញ្ជាក់ហេតុអីបានជាយើងមិនប្រើប្រាស់កម្លាំងដើម្បីនឹងវាយកាន់កាប់ខ្ញុំសូមអានជាមួយនឹងការសេចក្តីថ្លែងការណ៍នៃបទជុបាញ់កាលពីថ្ងៃទី7ថ្ងៃទី7 27គឺ